ត្រាំនិងមកម៉ាឡេស៊ីចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃរដ្ឋមន្ត្រីការបរទេសនៃប្រទេសម៉ាឡេស៊ីលោកម៉ូហាម៉េតហាន់សានៅថ្ងៃអង្គារទី14ខែតុលាឆ្នាំ2025បាននិយាយថាប្រធានាធិបតីអាមេរិកដូណាល់ត្រាំនឹងធ្វើដំណើរមកកាន់ប្រទេសម៉ាឡេស៊ីនៅថ្ងៃទី26ខែកក្កដាឆ្នាំ2025ដើម្បីចូលរួមពិធីចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃអំឡុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូលអាស៊ានតាមទីភ្នាក់ងារសារព័ត៌មានយូទ័របានឲ្យដឹងថាលោកម៉ូហាម៉េតបានបន្តថាម៉ាឡេស៊ីរួមជាមួយនឹងសហរដ្ឋអាមេរិកនឹងដើរតួនាទីជាអ្នកសម្របសម្រួលកិច្ចព្រមព្រៀងខាងលើរវាងកម្ពុជានិងថៃដែលនឹងមានតម្រូវឲ្យភាគីទាំងសងខាងបោះសម្អាតមីនហើយដកសពាវុធធុនធ្ងន់ទាំងអស់ចេញពីតំបន់ព្រំដែនបើតាមលោករដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីពិធីចុះហត្ថលេខាខាងលើព្រមព្រៀងនោះនឹងត្រូវធ្វើឡើងកំឡុងកិច្ចប្រជុំរវាងមេដឹកនាំអាស៊ានដែលក្រុងប្រព្រឹត្តទៅនៅទីក្រុងកូឡាឡាំពួរចាប់ពីថ្ងៃទី26ដល់ថ្ងៃទី28ខែតុលាឆ្នាំ2025លោកម៉ូហាម៉េតបានប្រាប់ទៅកាន់ក្រុមអ្នកសារព័ត៌មានយ៉ាងដូចនេះថាអំឡុងកិច្ចប្រជុំកំពូលអាស៊ានយើងសង្ឃឹមថាការចុះកិច្ចព្រមព្រៀងមួយហៅថាកិច្ចព្រមព្រៀងទីក្រុងកូឡាឡាំពួររវាងប្រទេសជិតខាងទាំងពីរនឹងធានានូវបទឈប់បាញ់យូរអង្វែងព្រមទាំងសន្តិភាពគូបញ្ជាក់ផងដែរថាភាពតានតឹងជុំវិញបញ្ហាព្រំដែនរវាងកម្ពុជានិងថៃបានឈានដល់ការប៉ះទង្គិចប្រដាប់អាវុធដ៏ប្រឡ័យអស់រយៈពេល5ថ្ងៃកាលពីខែកក្កដាកន្លងទៅមុនពេលមានបទឈប់បាញ់គ្នាដែលផ្ដួចផ្ដើមដោយលោកត្រាំនិងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអាន់វ៉ាអ៊ីប្រាហ៊ីមដែលជាប្រធានបដូវវេនរបស់អាស៊ាន